នេតិជាមួយព្រះមានស្ត្រីម្នាក់បានជួបប្រទះនឹងសោកនាដកម្មជាច្រើននៅក្នុងជីវិតរបស់គាត់បាននិយាយថាការដែលគាត់អាចនឹងឈុំមុខទប់ទល់នឹងភាពតក់ស្លុតដែលគាត់បានឆ្លងកាត់នោះគឺមានផ្លូវតែមួយប៉ុណ្ណោះដែលអាចជួយគាត់ឲ្យរួចគឺថានៅពេលដែលអារម្មណ៍ទាំងនោះមកលងគាត់ម្ដងពីភាពអាម៉ាស់ការរិះគន់មើលងាយឈឺចាប់អាណិតខ្លួនផ្លូវតែមួយនោះគឺការជឿទុកចិត្តលើព្រះដោយដឹងថាព្រះទ្រង់ជ្រាបគ្រប់ការទាំងអស់ហើយទ្រង់យល់ច្បាស់នៅអ្វីដែលគាត់បានឆ្លងកាត់ព្រះទ្រង់ជាទីកំសាន្តចិត្តរបស់គាត់បន្តទៀតថានៅពេលដែលគាត់មានអារម្មណ៍មិនល្អនោះគាត់តែងតែចាក់ចម្រៀងព្រះគុណអស្ចារ្យដែលព្រះទ្រង់បានសង្គ្រោះមនុស្សបាបដោយរូបខ្ញុំដែលយើងអាចនឹងបន្ថែមឈ្មោះយើងទៅក្នុងនឹងផងដែរព្រះគុណអស្ចារ្យជាសំពីរួងដែលប្រមនុស្សយ៉ាងដូចខ្ញុំពីដើមបានបងតែទ្រង់សងគ្រូក៏ខ្វាំងតែទ្រង់អប់រំព្រះគុណបងរៀនឲ្យកោតខ្លាចព្រះក៏បានកំចាន់ភ័យទៅព្រះគុណដែលទ្រង់ដល់មកបានឈ្នះឲ្យចិនខ្ញុំចូលសុំនៅព្រះគុណនាំខ្ញុំឲ្យรู้អន់ទាំងនឹងការបួងលោកជាច្រើនមានតែព្រះគុណដែលនាំនោះជាងខាងមុំនឹងប្រទិនឋានចា៎ព្រះគុណអស្ចារ្យរបស់ព្រះនេះនាំឲ្យខ្ញុំនឹកឃើញក្នុងទំនុកដំកើងដែលពោលឡើងរាល់ព្រឹកថានេះគឺជាថ្ងៃនេះគឺជាថ្ងៃដែលព្រះបានបង្កើតដែលព្រះបានបង្កើតយើងមានអំណរយើងមានអំណរហើយយើងអសប្បាយហើយយើងអសប្បាយនេះគឺជាថ្ងៃដែលព្រះបានបង្កើតយើងមានអំណរហើយយើងអសប្បាយនេះគឺជាថ្ងៃនេះគឺជាថ្ងៃដែលព្រះបានបង្កើត សូមអរគុណដែលបានស្ដាប់ហើយសូមរងចាំស្ដាប់នៅពេលក្រោយទៀត